ព្រឹកមិញទៅផ្សារទាន់គេចាក់បកងមកស្រស់ៗថ្មីហើយវារស់រវើកអញ្ចឹងទៀតសំខាន់ណាមួយនេះគឺថាធំមែនតើអ្នកគ្នាអត់ដឹងយកទៅធ្វើអីឆ្ងាញ់ទេមានតែស្ងោរជ្រក់ឯងស្ងោរជ្រក់ពេលដែលបកងយើងធំអញ្ចឹងញ៉ាំទៅសាច់វាផ្អែមហ្មងយើងច្បាច់ក្រូចជូរមកឆ្ងាញ់ណាស់បងប្អូនហើយញ៉ាំមួយបាយគឺថាត្រូវគ្នាហ្មងយើងយកទៅញ៉ាំមួយបាយក៏បានយកញ៉ាំជាទឹកស៊ុបក៏បានដែរស្ងោរជ្រក់បកងហ្នឹងតែសម្រាប់ខ្ញុំគឺចិត្តញ៉ាំមួយបាយជាងអ្នកគ្នាមើលសាច់គេមួយណានតាន់បកងដែលរស់ស្រស់រវើកបែបហ្នឹងអ្នកគ្នាវារៀងថ្លៃបន្តិច1គីឡូឡើង40000ណាប៉ុន្តែខ្ញុំទិញតែកន្លះគីឡូទេធំល្អមែនតែបានតែ6ណាបងប្អូនមើលឡើងធំអញ្ចឹងដោយសារតែខ្ញុំឃើញអាព្រុយវាហ្នឹងគឺញ៉ែងកងងពេកទៅខ្ញុំកាត់ដៃកាត់ជើងវាចោលកាត់ព្រុយវាចោលទៀតដល់ពេលដែលយើងយកទៅស្លយើងយកញ៉ាំទៅវាងាយស្រួលណាស់គ្នាទ្រាំតែបានធ្វើខ្ញុំអង្គុយលេងបកងនៅមួយថ្ងៃខ្ញុំឃើញវារស់រវើកអញ្ចឹងទៅចង់តលេឃើញវាធំទៀតហើយនិយាយថាខ្ញុំកាត់អាព្រុយនឹងវាចោលអ្នកគ្នាដៃជើងហ្នឹងក៏ខ្ញុំកាត់តិចដែរហើយប៉ុន្តែបើសិនជាអាតកៀបវាហ្នឹងខ្ញុំអត់កាត់ទេអាហ្នឹងខ្ញុំអាចញ៉ាំបានហើយកាត់ចោលទៅវាស្ដាយអញ្ចឹងខ្ញុំកាត់ដៃជើងវាអាព្រុយរយនឹងវាចោលនឹងទៅអស់មិនណាគេថាបានរបស់ស្រស់ឬក៏របស់ថ្មីរស់អញ្ចឹងយកមកស្លវាឆ្ងាញ់វាផ្អែមពេលញ៉ាំទៅវាផ្អែមមែនតើអ្នកគ្នាសាច់បកងគេនឹងផ្អែមមិនថារបស់អីក៏ដោយដែរអ្នកគ្នាឲ្យតែវាថ្មីវាស្រស់ដឹងតែឆ្ងាញ់ផ្អែមអីទៅហ្នឹងហើយអ្នកគ្នាខ្ញុំមកបន្តកាត់ព្រុយវាចោលហ្នឹងតែ6និយាយថាកាត់យូរពេលដែលយើងកាត់ហើយយើងយកវាទៅសម្អាតជាមួយទឹកឲ្យស្អាតមកលាង3 4ទឹកមកណាដោយសារតែអាចវាមានដីមានអីដែរយើងលាងឬក៏មានច្រាមានអីអ្នកគ្នារុះវាក៏បានដែរតែសម្រាប់ខ្ញុំលាងនឹងដៃអញ្ចឹងទេលាងចំនួនវា3ទឹកដែរពេលដែលលាងស្អាតទៅយើងស្រង់វាដាក់ជីមកណាអ្នកគ្នាខ្ញុំអង្គុយមើលតែបកងនឹងទេឃើញវាធំពេកអញ្ចឹងតលេងហើយសម្រាប់ស្ងោរជ្រក់បកងនឹងកុំដាក់ទឹកច្រើនពេកអ្នកគ្នាដាក់មកល្មមទៅខ្ញុំដាក់ទឹកមកល្មមហើយជាអាច1លីត្រហើយមានកូរស្លឹកគ្រៃរំដេងស្លឹកក្រូចសើចខ្ទឹមសអីហើយនឹងជីស្ងោរជ្រក់នឹងឯងដំបូងឡើយធ្វើការយករ៉េហ្នឹងមកដាំជាមួយនឹងកូរស្លឹកគ្រៃមកគល់ហើយខ្ញុំចង់វាបែបហ្នឹងហើយជាមួយដេងដែលខ្ញុំចាត់សម្បកអស់ហើយជាមួយនឹងខ្ទឹមសស្លឹកក្រូចសើចអាគ្រឿងទាំងអស់ហ្នឹងពេលដែលយើងដាក់ទៅវាឈ្ងុយណាគ្នាទឹកស្លយើងក៏វាឆ្ងាញ់ដែរខ្ញុំដាក់បន្តិចដែរដើម្បីឲ្យវាមានហឹលជូរទៅឆ្ងាញ់ពេលដែលទឹកពុះក្រែកល្អខ្ញុំដាក់កូរស្លឹកគ្រៃដេងស្លឹកក្រូចសើចខ្ទឹមសម្ទេសដែលយើងដាំហើយមុនហ្នឹងអ្នកគ្នាដាក់ចូលទៅក្នុងហ្នឹងមកគឺខ្វាតបានទៅជាមួយនឹងដុំស៊ុបខ្នុរដាក់តែម្ដុំហ្នឹងនឹងតែមានជាតិហ្មងស្លយើងហើយខ្ញុំប្រើជាមួយនឹងខ្នុរបន្តិចដែរអ្នកគ្នាដើម្បីវាមានជាតិផងហើយខ្ញុំដាក់ទឹកត្រីដាក់អំបិលបន្តិចក៏បានដែរអ្នកគ្នាបើសិនជាវាស្ទើអីយើងថែមតាមក្រោយក៏បានដែរណាកន្លងឲ្យទុកឲ្យទឹកឲ្យពុះហ្នឹងខ្ញុំមកហាន់ជីស្ងោរជ្រក់សិនអូនិយាយស្អីច្បាស់នេះជីរណាជីនាងវងអីហ្នឹងឯងហើយនឹងស្លឹកខ្ទឹមអ្នកគ្នាយើងហាន់វាជាតូចអញ្ចឹងមកខ្ញុំអាចបានធ្វើជ្រក់ផ្សេងខ្ញុំដាក់ជីនឹងចូលក្នុងទឹកនឹងទាំងអស់ហើយដល់ពេលដែលយើងញ៉ាំចាំយើងច្បាច់ក្រូចឆ្មាតាមក្រោយមកវាស្រួលបងប្អូននៅពេលដែលទឹកយើងពុះល្អអញ្ចឹងហើយយើងភ្លក់មើលថារសជាតិប៉ុណ្ណឹងអូខេនៅសម្រាប់ខ្ញុំភ្លក់ទៅវាអូខេហើយឲ្យមួយដៃមួយសិនវាឆ្ងាញ់ហើយសម្រាប់ខ្ញុំអញ្ចឹងខ្ញុំធ្វើការដាក់ជាមួយនឹងបកង6គ្រាប់នឹងចូលហៅ6គ្រាប់មកដាក់ចូលក្នុងនឹងផ្លែផ្លុកមកក៏ប៉ុន្តែស្ងោរជ្រក់បកងអត់មានយូរទេសឹងតែ5-10នាទី20នាទីបានញ៉ាំឲ្យគាត់ថាយើងនៅសម្អាតបកងនៅកាត់ព្រុយហើយមានគ្រឿងអីក្បិកក្បកអញ្ចឹងណាបើយើងធ្វើហើយយើងស្ងោរវាតែមួយផ្លែទេនេះខ្ញុំបងជាមួយនឹងកូរស្លឹកខ្ទឹមមុនអ្នកគ្នាដើម្បីឲ្យវាចេញជាតិទៅឆ្ងាញ់តែប៉ុណ្ណឹងស្ងោរជ្រក់បកងមកយើងគឺបានហើយអ្នកគ្នានេះតែប៉ុណ្ណឹងគឺឆ្អិនហើយបកងយើងធំល្អញ៉ាំទៅដឹងតែឆ្ងាញ់ហើយខ្ញុំដាក់ជីនាងវងជីរណាហើយស្លឹកខ្ទឹមដែលយើងហាន់ហើយមុនហ្នឹងអ្នកគ្នាហាន់តូចចឹងមកកូរត្រឡប់ពេលយើងដាក់ជីហ្នឹងយើងបិទភ្លើងមកណាអ្នកគ្នាកុំឲ្យវារលួយកាន់តែខ្លាំងតែប៉ុណ្ណឹងស្ងោរជ្រក់បកងមកយើងគឺបានហើយពេលដែលយើងញ៉ាំចាំយើងច្បាច់ក្រូចឆ្មាមកណាបងប្អូនដាក់ចានចឹងមកអ្នកគ្នាពេលដែលយើងញ៉ាំចាំយើងច្បាច់ក្រូចឆ្មាចូលមកណាខ្ញុំខ្ជិលធ្វើជ្រក់ញ៉ៃច្រើនណាពេលដែលយើងញ៉ាំច្បាច់ក្រូច2-3ចំណិតចូលមកឲ្យរៀងជូរបន្តិចមកអូយឆ្ងាញ់ណាស់ញ៉ាំមួយបាយគឺថាត្រូវគ្នាឬមួយក៏អ្នកគ្នាអាចយកធ្វើជាទឹកស៊ុបញ៉ាំជាមួយនឹងមីស្រស់ក៏បានដែរយីមែនបកងនេះញ៉ាំតែម្នាក់មួយគឺថាឆ្អែតដោយសារតែវាធំខ្ញុំបេះវាមកខ្ញុំកាច់កន្លែងក្បាលវាអ្នកគ្នាអ្នកសិតតខួយនឹងខ្លាញ់ច្រើនចុងហ្មងសាច់គេនឹងផ្អែមមែនតើណាចំណែកឯទឹកស៊ុបរបស់គេក៏ឆ្ងាញ់ដែរហើយអ្នកគ្នាអាចសាកយកទៅរៀនធ្វើបានណាអរគុណច្រើនបងប្អូនជម្រាបលាបាយ